គិតលើថ្ងៃអាចនឹងចូលកន្លះខែជាងហើយព្រោះខ្ញុំនៅនឹងតាំងពីថ្ងៃទី1មកហ្មងបងឃើញថាលើហ្នឹងវារៀងស្បើយមនុស្សច្រើនខ្លាំងមែនទែនបងដោយសារហើយអីបានយើងនៅតែចេញតែអត់សូវមានមនុស្សមកលក្ខណៈថាជួយជាកម្លាំងលើគេបងដល់ពេលហើយវាអាចនឹងរាំងស្ទះដល់ការលើកអីបានចេញទៅជំនួយជនភៀសសឹកច្រើនបងមានបងមានច្រើនហោហែយើងមិនអត់សោះលក្ខណៈថាគាត់មកតគ្នារហូតបងខាងយើងឥឡូវហ្នឹងយើងត្រូវការកម្លាំងច្រើនបងកម្លាំងអ្នកជួយលើកអីបានឡើងឡានដោយសារឥឡូវហ្នឹងរៀងស្បើយមនុស្សខ្លាំងមែនតែនហ្មងណាចឹងហើយមានតែក្រុមការងារដែលមកជួយរាល់ដងហ្នឹងគាត់មករហូតតែគ្រាន់តែគាត់រៀងបាក់ខ្លាំងដែរបងឥឡូវហើយណាមួយយើងត្រូវចេញឡានរាល់ថ្ងៃតែយើងអត់មានកម្លាំងចឹងហើយវាស្ទះអីវ៉ាន់ដល់យប់ជ្រៅក្នុងមួយថ្ងៃយើងចេញអាចនឹង10ឡានជាងបងប្រភេទឡានមានឡាន5តោនមានក្រម5តោនបងយើងមានគ្រប់វ័យចាប់ពីវ័យក្មេងត្រឹមថ្នាក់ទី6ទី7ឡើងមកមានទាំងអស់បាត់មនុស្សមកជួយហ្នឹងអាចនឹងទៅ50ទៅ60ហើយបងសូមអំពាវនាវដល់ពួកគាត់ឲ្យមកចូលរួមដូចដើមដោយសារខាងយើងនេះយើងអត់ទាន់បិទទទួលទេបងយើងនៅបើកទទួលធម្មតាហើយយើងនៅចេញស្បៀងទៅប្រជាពលរដ្ឋដែលគាត់ភៀសសឹកធម្មតាបងអញ្ចឹងហើយអំពាវនាវឲ្យគាត់សូមជាកម្លាំងមកជួយកុំគិតថាកន្លែងនេះយើងបិទទទួលរបៀបថាយើងឥឡូវរៀងស្ងាត់ជាមួយខាងគេក៏ដោយក៏ប៉ុន្តែជនភៀសសឹកគាត់អត់ទាន់អាចត្រឡប់ទៅផ្ទះបានទេបងនៅតែនៅជំរំម្ដាយអញ្ចឹងហើយគាត់នៅត្រូវការសម្ភារៈប្រើប្រាស់ជាធម្មតាយើងនៅតែរៀបចំដូចតាមបងអាស្រ័យលើគាត់តម្លាក់មកខាងលើថាគាត់ចង់បានរបៀបថាជាកញ្ចប់ហ្នឹងប្រហែលគ្រួសារយើងនៅតែរៀបចំចេញទៅដូចដើមបងសម្រាប់អីវ៉ាន់យើងនៅតែទទួលធម្មតាបងយើងនៅតែទទួលនៅតែចេញទៅដល់ដៃពួកគាត់ធម្មតាខ្ញុំសំណូមពរទៅពួកគាត់ឲ្យចូលរួមនៃការពួតដៃគ្នាខ្មែរស្រឡាញ់ខ្មែរបងជួយគ្នាក្នុងគ្រាមានអាសន្នដូចជាពេលនេះអញ្ចឹងយើងពួតដៃគ្នាឡើងវិញអាចនឹងមកជួយជាជំនួយជួយជាការរៀបចំក៏បានជួយជាកម្លាំងក៏បានឬក៏ជួយជាសម្ភារៈដែលគាត់យកមកក៏បានដែរបងយើងទទួលគ្រប់យ៉ាងជាចំការខ្ញុំសូមលើកដៃអរគុណគាត់ទាំងអស់គ្នាដែលបានមកជួយមិនថាជាកម្លាំងមិនថាជាសម្ភារៈគាត់ចំណាយទាំងថវិកាចំណាយទាំងពេលវេលាដើម្បីមកជួយគ្នារៀបចំស្បៀងនេះចេញទៅបងភៀសសឹក